ស្ត្រីម្នាក់នៅប្រទេសជប៉ុនបានចាប់មិត្តរួមបន្ទប់របស់ខ្លួនដេបចិត្តបបោមាត់លើក្រោមដោយបញ្ចូលនឹងអំប៉ោះរហូតដល់ជនរងគ្រោះមិនអាចបើកមាត់បាននិយាយមិនកើតហើយត្រូវរត់រកសុំជំនួយតាមរយៈការសរសេរអក្សរលើក្រដាសករណីដ៏រន្ធត់នេះបាននាំឲ្យនគរបាលជប៉ុនចាប់ខ្លួនស្ត្រីអាយុ46ឆ្នាំម្នាក់និងកំពុងស៊ើបអង្កេតថាអាចមានមនុស្សច្រើនអ្នកពាក់ព័ន្ធយោងតាមគេហទំព័រ FNN របស់ទូរទស្សន៍ Fuji របស់ជប៉ុនហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី29ខែមិថុនាឆ្នាំ2026នៅទីក្រុងកូកាក្នុងខេត្ត Ibaraki ប៉ុន្តែទើបត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី8ខែកក្កដានៅពេលជនសង្ស័យឈ្មោះ Sakurai Mase ត្រូវបានចាប់ខ្លួនពីបទសង្ស័យធ្វើបាបរាងកាយស្ត្រីអាយុ42ឆ្នាំដែលជាមិត្តភក្តិរស់នៅក្នុងផ្ទះជាមួយគ្នា FNN រាយការណ៍បន្ថែមថាអំបោះដែលដេរមាត់ជនរងគ្រោះត្រូវបានភ្ជាប់យ៉ាងតឹងណែនមិនអាចរបូតបានដោយងាយឡើយខ្សែអំបោះត្រូវបានដេរភ្ជាប់ពីបបោមាត់ខាងលើទៅខាងក្រោមនៅផ្នែកខាងក្នុងនៃបបោមាត់នៅថ្ងៃទី30ខែមិថុនាមួយថ្ងៃក្រោយមិត្តចាប់ដេរមាត់ជនរងគ្រោះមានឱកាសរត់គេចនៅពេលជនសង្ស័យមិននៅផ្ទះដោយសារមាត់ត្រូវគេដេរជាប់គ្នាជនរងគ្រោះបានចូលទៅហាងមួយក្បែរនោះសរសេរលើក្រដាសសុំឲ្យជួយហៅនគរបាលជនរងគ្រោះបានប្រាប់នគរបាលថាខ្លួនរស់នៅក្នុងផ្ទះរបស់ជនសង្ស័យតាំងពីខែមេសាឆ្នាំ2025ហើយមិនហ៊ានរត់គេចមុននេះទេព្រោះមានការភ័យខ្លាចយ៉ាងខ្លាំងរហូតមកដល់ពេលនេះនគរបាលមិនទាន់បញ្ជាក់ពីមូលហេតុនៃអំពើនេះនៅឡើយទេសមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ថែមតើមានអ្នករស់នៅក្នុងផ្ទះឬមនុស្សផ្សេងទៀតបានជួយឬពាក់ព័ន្ធក្នុងករណីនេះដែរឬទេខ្ញុំរស់សុធាពី News Today NTTV